គោរពជំរាបសួរសាជាថ្មីអ្នកដែលស្រឡាញ់សិល្បៈខ្មែរជាពិសេសសិល្បៈចម្លាក់គ្រឿងប្រាក់នៅថ្ងៃនេះដែរខ្ញុំចង់បរិយាយសង្ខេបខ្លីអំពីសិល្បៈរបស់ខ្មែរយើងនៅសម័យសង្គមរាស្ត្រនិយមដែលយើងទាំងអស់គ្នាដឹងហើយថាជាសម័យមួយដែលប្រទេសកម្ពុជាយើងមានភាពរីកចម្រើនគ្រប់វិស័យមិនថាសេដ្ឋកិច្ចសាសនាសុខាភិបាលហើយជាពិសេសនោះគឺវិស័យសិល្បៈជាតិសិល្បៈខ្មែរយើងនៅសម័យនោះមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាពិសេសក្នុងការរចនាគ្រឿងប្រើប្រាស់ផលិតអំពីប្រាក់ដូចយើងទាំងអស់គ្នាបានដឹងហើយថាបារាំងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសិល្បៈវប្បធម៌និងអរិយធម៌របស់ខ្មែរបារាំងបានយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវឫសគល់របស់សិល្បៈវប្បធម៌ខ្មែរតួយ៉ាងយើងបានឃើញស្រាប់អំពីឯកសារស្រាវជ្រាវរបស់សាលាបារាំងចុងបូព៌ាដែលបានផ្ដិតយកនិងពិពណ៌នាយ៉ាងក្បោះក្បាយអំពីវប្បធម៌និងអរិយធម៌របស់ខ្មែរនាសតវត្សទី19រហូតដល់សតវត្សទី20ក្នុងការស្រាវជ្រាវរបស់បារាំងអ្វីដែលគួរចាប់អារម្មណ៍បំផុតនោះគឺការអភិរក្សសិល្បៈហត្ថកម្មរបស់ខ្មែរដែលធ្វើចេញអំពីវត្ថុធាតុដើមដូចជាឈើស្ពាន់លង្ហិននិងប្រាក់គ្រឿងប្រាក់ជាច្រើនដែលផលិតនៅក្នុងសតវត្សទី19រហូតដល់សតវត្សទី20មានក្បាច់រចនាយ៉ាងស្រស់ស្អាតនិងធ្វើដោយផ្ចិតផ្ចង់ពីសំណាក់ជាងទងល្បីៗជាច្រើនដូចជាលោកមិញមុលលោកគ្រូសុំសម័យនិងជាងជាច្រើនទៀតដែលយើងអាចសម្គាល់បានតាមការប្រថាប់ឈ្មោះរបស់ជាងជាប់ទៅនឹងសិល្បៈប្រាក់នានានៅថ្ងៃនេះផងដែរយើងនឹងមកមើលអំពីសិល្បៈប្រាក់របស់ខ្មែរដែលផលិតទៅតាមរសនិយមរបស់ប្រើប្រាស់ក្នុងទម្រង់បស្ចិមប្រទេសឬបែបអឺរ៉ុបវត្ថុសិល្បៈប្រាក់នៅក្នុងបទបរិយាយមួយនេះគ្រាន់តែជាឧទាហរណ៍តិចតួចមួយប៉ុណ្ណោះដែលខ្ញុំបានសន្សំនៅក្នុងរយៈពេល10ឆ្នាំរបស់ប្រើប្រាស់បែបអឺរ៉ុបមានសម្រស់កាន់តែលេចធ្លោនិងប្លែកភ្នែកនៅពេលដែលប្រដាប់ទៅដោយក្បាច់រចនារបស់ខ្មែរយើងដូចជាភ្ញីទេសនិងភ្ញីវល្លិដែលមើលទៅហាក់ដូចជាមានភាពរស់រវើកនិងថ្លៃថ្នូររបស់ប្រើប្រាស់នៅក្នុងទីនេះមានដូចជាពែងស្រា like a shot glasses កែវស្រោបប្រាក់ចានទម្របង្អែមដែលអ្នកអឺរ៉ុបប្រើសម្រាប់ដាក់នំខេកឬក៏អាចដាក់ម្ហូបចំណីផ្សេងទៅតាមការគួរវែកបង្អែមប្រាក់ប្រអប់បារីប្រាក់ដបទឹកអប់ឬម្សៅទឹកស្រោបប្រាក់និងឈុតគ្រឿងទេសកែវស្រោបប្រាក់ដូច្នេះយើងឃើញហើយថាសិល្បៈប្រាក់របស់កម្ពុជាយើងពិតជាមានភាពទូលំទូលាយហើយនឹងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់បស្ចិមប្រទេសនៅក្នុងសម័យគ្រានោះផងដែរការផលិតសិល្បៈប្រាក់របស់កម្ពុជាយើងមិនមែនគ្រាន់តែធ្វើឡើងដើម្បីប្រើប្រាស់នៅក្នុងស្រុករបស់យើងតែប៉ុណ្ណោះទេប៉ុន្តែបានសាយភាយទៅបស្ចិមប្រទេសយ៉ាងច្រើនហើយនៅក្នុងនោះក៏មានដូចជាវត្ថុអនុស្សាវរីយ៍សម្រាប់ការទូតផងដែរ Hello and welcome to a short presentation of Khmer silver art in the 19th to 20th century. Today we are talking about Khmer silver art in the Western world and how it infuses into Western art, specifically European household items.
In this video, I am showing you just a small portions of items such as cake stand, dessert spatula, perfume bottle, shot glasses, and condiment set that made in Cambodia during the 19th to 20th century. All these household items are made by skillful Khmer artists and export to European countries, especially France. So here's a quick short summary of Khmer silver art in the 19th to 20th century. Khmer silver art in the 19th to 20th century represent a remarkable story of cultural resilience, evolving from a craft primarily serving a royal sponsorship to a celebrated national identity. During the early 1900s, the tradition was deeply rooted in the royal palace, exemplified by the over 5,000 silver tiles of the Silver Pagoda, and was further professionalized through the establishment of the School of Cambodian Arts in 1917. Artists during this era perfected a repoussé technique using high purity silver to create intricate high relief designs of natural motifs and a figure like the Naga and Apsara. During these early European contacts, the center for silversmithing was in Udon, the royal capitals, until the mid-19th century. European visitors encountered a highly developed traditions of master silversmiths who work under royal support to create traditional objects. During the European explorations, the subsequent French colonial periods, Khmer silver art underwent a transition from a guarded royal traditions to a globally recognized craft. By the early 20th century, the French established institutions to formalize the training of artists, including silversmiths, under Western artistic guidance. Khmer silver art was showcased to European audience at major events like the 1931 Colonial Exhibitions in Paris, where student work was displayed alongside reconstructions of Angkor Wat to promote the renewal of Khmer culture under French protections.